ទីបំផុតខ្ញុំបានរកអ្នក sponsor លើកដំបូងរបស់ខ្ញុំហើយម្នាក់នោះគឺជារូបខ្ញុំហ្នឹងហើយថ្ងៃនេះខ្ញុំមកសាកនៃមីជាតិរបស់ខ្មែរយើងហ្នឹងហើយចំនួន3កញ្ចប់តែខ្ញុំទិញបានតែចំនួន2កញ្ចប់ទេហើយចង់ដឹងថាមីជាតិរបស់យើងហ្នឹងមានរសជាតិឆ្ងាញ់ដល់កម្រិតណាដែលអាចប្រកួតប្រជែងជាមួយនឹងមីក្រៅស្រុកបានហើយសូមបញ្ជាក់ហើយនេះមិនមែនការ sponsor ពីហើយក្រុមហ៊ុនមីជាតិទេខ្ញុំទិញលុយខ្លួនឯងសុទ្ធសាធតែម្ដងបើសិនជាមានចម្រើសអារម្មណ៍មក sponsor ខ្ញុំក៏បានដែរហើយខ្ញុំទិញបានតែ2កញ្ចប់ទេហើយ2កញ្ចប់នេះខ្ញុំទិញបានដូចជាមីខកូហើយនិងមីសាច់មាន់ហើយមួយកញ្ចប់នេះខ្ញុំដើររត់ទិញឲ្យបានទេខ្ញុំទិញបានតែ2កញ្ចប់នេះទេហើយចង់ដឹងថាមីជាតិរបស់យើងនឹងឆ្ងាញ់ដល់កម្រិតណាដល់តែអ្នកទាំងអស់គ្នានឹងទៅតាមដានជាមួយនឹងខ្ញុំតែម្ដងទៅចានហើយយើងមកព្រួតយើងទៅដល់ដាក់ចានមិនព្រួតខោហើយទី1នេះយើងហាយមីខកូមកយើងក៏បានចាប់ផ្ដើមហែកមីហើយខកូដើម្បីដាក់ចូលក្នុងចានអញ្ចឹងដើម្បីដាក់ស្រូវអញ្ចឹងនៅពេលដែលហែកមីក៏ចាប់ខកូមកម៉ាយភាយក្លិនខកូយកតែមែនតែម្ដងឡើងចង់ហើយហូបទាំងហើយមិនទាន់ដាក់ទឹកហ្នឹងតែម្ដងតែទប់អារម្មណ៍បានអញ្ចឹងហើយយើងក៏បានដាក់គ្រឿងវាចូលមកអស់មកហើយការហើយឆុងមីអ៊ីស៊ីឈ្ងុយលុននេះដែលចូលចិត្តហើយមីខកូអីចូលចិត្តខកូហ្នឹងកាទៀវខកូក៏ដល់អានេះក៏ក្លិនណាក៏មិនទាន់ចាក់ទឹកហ្នឹងក្លិនខកូមកនឹងភេតែម្ដងឥឡូវនេះយើងមកសាកហើយមីមាន់តែម្ដងហើយមីរសជាតិមាន់ហ្នឹងឡំមីមាន់ហើយយើងមកហាយកញ្ចប់វាមកយើងក៏បានចាប់ផ្ដើមហែកនៃកញ្ចប់មីហើយសាច់មាន់អញ្ចឹងនៅពេលដែលយើងហើយហែកនៃកញ្ចប់មីសាច់មាន់ហើយវាអត់សូវឲ្យចេញភាយដូចហើយកញ្ចប់មីហើយខកូទេហើយក៏ការឆុងហ្នឹងវាដូចតែគ្នាឌីតែខ្នុយហ្នឹងបើថាមិនចេះហើយឆុងមីទេអស់អត់មែននិយាយទៀតហ្នឹងហ្មងហើយស្រួលអស់បំផុតហ្នឹងត្រឹមមីហ្នឹងឯងបន្ទាប់ពីពងទាហើយយើងក៏បានចាក់ទឹកក្តៅមកនៅពេលដែលយើងចាក់ទឹកក្តៅចូលចានមីសាច់មាន់ហើយយើងក៏បានចាក់ចូលតាមចានហើយមីហើយខកូនៅពេលដែលចាក់ទឹកខ្លួនកាន់តែភេកខ្លាំងឡើងតែម្ដងយើងទៅតែចាំ2វិនាទីដើម្បីឲ្យមីរីកបានល្អពេលនេះយើងបានមីហើយឃើញមុនវងអត់ក្របឥឡូវនេះយើងក៏ដើម្បីឲ្យមីហ្នឹងឆាប់ពុះចឹងអូឈ្ងុយមែនតែម្ដងនេះបើថាអ្នកចូលចិត្តហូបដូចជាកន្ទុកហើយកាទៀវខកូអីហ្នឹងអែមយកតែមែនតែម្ដងហើយរសជាតិវាគាត់តែហាយគ្រឿងហ្នឹងឈ្ងុយពេញចំមាត់តែម្ដងអានេះមានរសជាតិសាច់មាន់ហើយចង់ដឹងថាមី1 2ណាខ្ញុំចូលចិត្តហូបមួយណាឲ្យប្រកបហើយមិញអង្គុយនៅក្នុងចក្រានបាយសោះឥឡូវនេះប្រូមកហូបនៅក្នុងហើយតែណាស្គយហើយកុំឆ្ងល់ឲ្យប្រូឲ្យមិញហ្នឹងនិយាយចូលមកធ្វើម្ហូបអញ្ចឹងមិនចង់ឲ្យរំខានមិនចង់ឲ្យជាប់និយាយយើងក៏បានប្រូមកចូលហូបនៅក្នុងតែម្ដងទៅហើយ background ពីក្រោយហ្នឹងពិបាកមើលមែនតែម្ដងប្រូឲ្យយើងហូបនៅក្នុងផ្ទះអញ្ចឹងប្រូវាមានកន្លែងហាអាវអញ្ចឹងហើយការតែបំពេញមិញនេះខ្ញុំបានឲ្យរ៉េតឲ្យមីខកូនេះចំនួន10លើ10តាមម្ដងអររូបចិត្តវិញដិតល្អឆ្ងាញ់ដូចជាមីបើថាសិនជាអ្នកដែលចូលចិត្តហូបមីខកូដំបេះតាមម្ដងហើយបើថាមីវាចិត្តសាច់មាន់នេះហើយគ្រឿងវារាងប្រៃបន្តិចដែលខ្ញុំរ៉េបឲ្យចំនួន9លើ10បើសិនជាអ្នកនរគ្នាចង់ហូបមីមួយណាក៏បានដែរមីខ្មែរយើងរសជាតិឆ្ងាញ់មែនតើម្ដងឆ្ងាញ់ទាំងមីហើយម៉ាថៃនោះទៀតផងមីរបស់ខ្មែរយើងអែមតែម្ដងយើងចូលតែក្រុមគោលផលិតផលរបស់ខ្មែរក្រុមគោលផលរបស់អាចោស៊ី